Ok,អញ្ចឹងសម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញទាក់ទងទៅនឹងតើធ្វើដូចម្តេចដើម្បីទៅคลายទៅជា bartender ហើយយើងចងចាំស្រាបានល្អជាមួយនឹងប្រភេទ ingredient បានល្អជាទូទៅខ្ញុំ recommend សម្រាប់នេះជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ដែលខ្ញុំធ្លាប់ធ្វើទាក់ទងទៅនឹង bartender អញ្ចឹងយើងសម្រាប់ការ recommend របស់ខ្ញុំគឺយើងត្រូវឧស្សាហ៍ព្យាយាមជាមួយនឹងការងាររបស់យើងអាហ្នឹងគឺជា basic សំខាន់បំផុតឧស្សាហ៍ព្យាយាមហ្នឹងគឺឧស្សាហ៍ព្យាយាមបែបម៉េចទីមួយគឺយើងពេលចូលមកដល់យើងត្រូវដឹងថាយើងត្រូវធ្វើអីអញ្ចឹងសម្រាប់ bartender ជាទូទៅបើសិនជាតាមភោជនីយដ្ឋានឬមួយក៏តាមសន្តាគារជាទូទៅសម្រាប់ bartender យើងចូលពេលថ្ងៃយើងអត់ដែលមានចូលពេលព្រឹកទេព្រោះអីជាទូទៅបងឬមួយក៏ភ្ញៀវគាត់ញ៉ាំពីច្រើន dinner ជាមួយនឹងលក្ខណៈថាគាត់តដល់ night time អញ្ចឹងមានន័យថា bartender ជាទូទៅយើងត្រូវឧស្សាហ៍ព្យាយាមតាក់ទងទៅនឹងការងាររបស់យើងចូលមកយើងដឹងថាត្រូវ check in មិន check out មិនមានន័យថា check in ហ្នឹង check in មិន check in គឺយើងពេលចូលមកដល់យើង ready ខ្លួនឯងត្បូងបន្ទាប់មកទៀតគឺយើងចាប់ផ្ដើមចូលមកដល់គឺយើងចាប់ផ្ដើម check តាក់ទងទៅនឹង inventory bar របស់យើងតើយើងមានអីខ្លះខ្វះអីខ្លះតើ ingredient របស់យើងថ្ងៃនេះត្រូវប្រើអីខ្លះមានន័យថាយើងត្រូវមានអ្វីខ្លះនៅក្នុងទូរបស់យើងពេលមកដល់គឺយើងត្រូវឆែកបើមិនជា busy bar គឺយើងលក្ខណៈថាប្រភេទហ្នឹងគឺយើងត្រូវច្បាស់ហ្មងទីមួយគឺយើងត្រូវដឹងថាអូខេបារបស់យើងគឺត្រូវមានអីគេខ្លះខ្វះអីគេខ្លះអញ្ចឹងយើងត្រូវដាក់កំងអីគេខ្លះដើម្បីឲ្យខាងបច្ចេកគាត់កំងឲ្យយើងអញ្ចឹងយើងត្រូវច្បាស់បើមិនជាយើងអត់ទេយើងនឹង fall ទៅតងទៅនឹង bartender ជាទូទៅអញ្ចឹងសម្រាប់ការ recommend របស់ខ្ញុំជាទូទៅបើមិនជាយើងចង់ចេះច្បាស់ទៅតងទៅនឹង bartender យើងត្រូវ do again and again មានថាធ្វើរាល់ថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃគឺយើងត្រូវធ្វើអា inventory ហ្នឹងមាន check in and check out ហ្នឹងគឺឲ្យច្បាស់ទៅតងទៅនឹងប្រភេទ bartender របស់យើងមានថាយើង ready ចូលមកយើងដឹងថាប្រភេទ okay spirit ស្រានេះ beer នេះអស់អញ្ចឹងយើងមានថាយើងកំងចេញកំងចូលគឺយើងត្រូវដឹងការលក់ចេញយកចូលរបស់យើងគឺត្រូវដឹងចប់មកពេលរៀបបិទក៏យើងត្រូវដឹងដែរថាស្អែកឡើងគឺយើងត្រូវមកកំងអីមុនគេអញ្ចឹងអាហ្នឹងហើយដែលជាលក្ខណៈថាដើម្បីឲ្យយើង improvement ទៅ bartender របស់យើងគឺយើងធ្វើការងារហ្នឹងឲ្យបានល្អហើយជាទូទៅបើសិនជាយើងឆែក inventory របស់យើងរាល់ថ្ងៃតើតើនឹងបាន inventory វាធំណាស់តែគ្រាន់តែយើងនិយាយពី inventory បាទេគឺនិយាយ inventory តើតើទៅនឹងបាយើងទៅ whole បាយើងទេអញ្ចឹងយើងត្រូវដឹងថាអូខេស្រាប់របស់យើងនៅក្នុងបារបស់យើងគឺមានប៉ុន្មានមុខអញ្ចឹងយើងអស់អីគេខ្លះពេលដែលយើងពេលដែលយើងឆែករាល់ថ្ងៃទៅជាទូទៅគឺមានន័យថាវាត្រឡប់ហ្នឹង again and again នឹងធ្វើឲ្យយើងចាំស្រួលអូខេអញ្ចឹងអានេះជា tip មួយដែលតូចនៅក្នុងបាដើម្បីឲ្យយើងចងចាំឬនឹងងាយឆាប់នឹងចេះតាក់ទងទៅនឹង bartender